ដោយត្រូវរឿងចែកដាណាច្រៀងចម្រៀងលោកបុត្រសីហាគ្មានអ្នកណាកែចិត្តបងទេភ្លាមក៏មានអ្នកចូលខមមិនប្រងព្រាតបែបនេះថាបងប្អូនជាទីគោរពរាប់អានពាក់ព័ន្ធជាមួយនឹងលោកស្រីត្រីដាណានៅពេលថ្មីនេះបានផ្ដល់ឱកាសយ៉ាងពិសេសមួយដល់លោកបុត្រសីហាដែលជាអតីតម្ចាស់ពាននៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី1លោកបុត្រសីហាពិតតែមានសម្លេងល្អតែលោកក៏បានជួបប្រទះនូវឧបសគ្គមួយចំនួនដោយខ្លួនឯងមិនបានកែខ្លួនជាពិសេសនៅពេលបច្ចុប្បន្ននេះស្រាប់តែលោកជំទាវត្រីដាណាក៏បានដឹកដៃលោកបុត្រសីហាយកកាបូបក៏ដូចជាសៀវភៅបេកចែកជូនដល់សិស្សនៅសាលាបឋមសិក្សាមួយកន្លែងនិងមិនត្រឹមតែប៉ុណ្ណោះបានដាក់ចម្រៀងមួយបទយ៉ាងពិរោះរណ្ដំថែមទៀតផងដូច្នោះកុំឲ្យប្រិយមិត្តរបស់យើងរងចាំយូរសូមមេត្តាជួយ Subscribe និង Like ដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតចែកដាណាច្រៀងចម្រៀងលោកបុត្រសីហាគ្មានអ្នកណាកែចិត្តបងបានទេភ្លាមក៏មានអ្នកចូលខមមិនប្រងព្រានថាពីរោះណាស់ដែលមួយរយៈចុងក្រោយនេះមហាជនទូនៅកាយចាប់អារម្មណ៍ជាមួយនឹងការវិលត្រឡប់ចូលសិល្បៈរបស់អតីតម្ចាស់ពានជ័យលាភី The Voice Cambodia រដូវកាលទី1គឺលោកបុត្រសីហាដោយលោកបានសរសេរទទូចអង្វរសូមការអាណិតពីទស្សនិកជនទៅវិញនៅលើបណ្ដាញសង្គមដូចនេះថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងអត់មានជាប់កងត្រានឹងផលិតកម្មឬចម្រៀងឲ្យផលិតកម្មណាតទៅទៀតទេខ្ញុំនឹងងើបដើរដោយខ្លួនឯងគឺនឹងធ្វើបទចម្រៀងដាក់ page នៅក្នុង channel YouTube ដោយខ្លួនឯងនឹងមិនមានអ្វីដែលត្រូវរញរាតទៅទៀតទេបទខ្ញុំបញ្ចេញលើកដំបូងសង្ឃឹមថាបងប្អូនជួយ share និងមិនត្រេកអរដោយរីករាយជួបគ្នាឆាប់fan ជាទីស្រឡាញ់ជួយ share ម្នាក់មួយផងដោយក្តីគោរពជាដើមស្រាប់តែកាលពីពេលថ្មីអំឡុងថ្ងៃទី25ខែសីហាឆ្នាំ2022នេះលោកបុត្រសីហាបានមានឱកាសប្រាក់ជួបជាមួយនឹងចែដាណាម្ដងរួចហើយដល់ថ្នាក់ធ្វើឲ្យ fan សម្ដែងនៅក្តីរំភើបជាខ្លាំងដោយនឹកហួសពីការស្មានដោយនៅក្នុងឱកាសនោះលោកបុត្រសីហាបាននិយាយតាក់ទងជាមួយនឹងរឿងផ្ទាល់ខ្លួនហើយក៏ចង់សន្យាយ៉ាងច្បាស់នៅចំពោះមុខចែដាណានិងមហាជនថាលោកបានកែប្រែខ្លួនហើយតែមិនសូវមានអ្នកជឿចែដាណាក៏បានភ្ជាប់សារខ្លីមួយបន្ថែមថាអ្នកណាខ្លះស្គាល់ប្អូនបុត្រសីហាឥឡូវនេះគាត់ចង់វិលចូលសិល្បៈវិញនិងមានបំណងចង់ឲ្យចេញនៅបទចម្រៀងថ្មីតែគ្មានលទ្ធភាពអ្នកណាក៏ធ្លាប់មានកំហុសដែរតែសំខាន់គឺចេះកែខ្លួននឹងអាចចាប់ផ្ដើមអ្វីជាថ្មីឡើងវិញសម្រាប់ខ្ញុំគឺស្រឡាញ់អ្នកមានសមត្ថភាពចូលចិត្តផ្ដល់ឱកាសនិងជួយដល់អ្នកដទៃដែលមានឆន្ទៈពិតសង្ឃឹមថាពួកគាត់អាចសម្រេចគោលបំណងរបស់ខ្លួននិងជូនពរឲ្យសម្រេចគោលដៅលុះមកដល់ព្រឹកថ្ងៃទី13ខែកញ្ញាឆ្នាំ2022នេះលោកបុត្រសីហាក៏មានឱកាសចូលរួមចែករំលែកសម្ភារៈសិក្សាដល់សិស្សសាលាចំនួនជាង300នាក់នៅព្រៃភ្នៅជាមួយនឹងចែដាណាម្ដងទៀតឃើញហើយពិតជាស្រស់ស្រាយខ្លាំងណាស់និងមិនត្រឹមតែប៉ុណ្ណោះក្រោយពេលដែលចែកចប់លោកបុត្រសីហាបានច្រៀងចម្រៀងមួយបទដែលទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់នាពេលកន្លងទៅដែលបទនេះមានចំណងជើងថាគ្មានអ្នកណាកែចិត្តបងបានទេដែលធ្វើឲ្យចែដាណាពេញចិត្តយ៉ាងខ្លាំងនិងបានច្រៀងតាមភ្លាមអត់មានភ្លេចទេនិងក៏អត់ភ្លេងដែរពិតជាពិរោះខ្លាំងមែនតែនស្ទើរតែមិនគួរឲ្យជឿនឹងធ្វើឲ្យអ្នកគាំទ្រថាពិតជាល្អខ្លាំងណាស់ពិរោះណាស់និងក៏មានអ្នកចូលរួមសរសើរផ្សេងជាច្រើនសំឡេងចែដាណាពិតជាមានការបញ្ចេញមនោសញ្ចេតនាដាក់អារម្មណ៍នៅក្នុងបទចម្រៀងមួយនេះពិតជាល្អមែនតែនដោយចំណុចព័ត៌មាននេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវព័ត៌មានថ្មីបន្ថែមទៀតសូម Subscribe និង Like